ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត PHL-902 គឺជារបៀបប្រើប្រាស់អាវុធសមមូលដែលកម្ពុជាបានយកមកប្រើប្រាស់សម្រាប់ការពារជាតិនិងបង្កើនសមត្ថភាពយោធានៅលើដែនដី PHL-902 ជាប្រភេទរ៉ុកកែតពហុការពារដែលអាចបាញ់គ្រាប់រ៉ុកកែតច្រើនជាមួយគ្នាក្នុងពេលតែមួយដើម្បីបង្កើនប្រសិទ្ធភាពលើសត្រូវ វាមានសមត្ថភាពក្នុងការបាញ់គ្រាប់ពីចម្ងាយប្រហែល20ទៅ40គីឡូម៉ែត្រហើយអាចប្រើប្រាស់ក្នុងស្ថានភាពយុទ្ធសាស្ត្រផ្សេងៗ រ៉ុកកែត PHL-902 ត្រូវបានរចនាឡើងដោយប្រព័ន្ធម៉ាស៊ីនបាញ់គ្រាប់ស្វ័យប្រវត្តិដែលអាចបាញ់គ្រាប់រ៉ុកកែតបានច្រើនក្នុងរយៈពេលខ្លី ប្រព័ន្ធនេះមានការរោតឡើងលើយានយន្តរបស់ទាហានដូចជា 6X6 ឬ 8X8 ដើម្បីធ្វើឲ្យវាចល័តបានលឿននិងមានភាពរឹងមាំក្នុងការប្រើប្រាស់ វាត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការបាញ់ស្វ័យប្រវត្តិនិងសារព័ត៌មាន GPS ដែលជួយសម្រាប់កំណត់ទីតាំងគោលដៅបានយ៉ាងត្រឹមត្រូវ PHL-902 អាចប្រើប្រាស់សម្រាប់ការពារនិងជំនួយការវាយប្រហារសត្រូវនៅចម្ងាយយូរ វាអាចបាញ់គ្រាប់លើគោលដៅដ៏ច្រើនដូចជាបំណែកកងទ័ពស្ថាបត្យកម្មឬសោភ័ណភាពយោធា អាវុធនេះមានសមត្ថភាពលើទំនើបបំផុតដែលអាចបង្កើនសមត្ថភាពយោធាកម្ពុជានិងធ្វើឲ្យយោសត្រូវមានការគួរសមក្នុងការវាយប្រហារឡើងវិញ ក្នុងការប្រើប្រាស់និងថែរក្សា PHL-902 កងទ័ពកម្ពុជាមានការបនទោសបនតាឡាក់យ៉ាងហ្មត់ចត់ ទាហានដែលប្រើប្រាស់ប្រព័ន្ធនេះត្រូវបានបង្រៀនអំពីវិធីប្រើប្រាស់សុវត្ថិភាពនិងការត្រួតពិនិត្យប្រព័ន្ធអាវុធជាថ្មីៗ ការបនទោសបនតាឡាក់នេះរួមមានការបាញ់គ្រាប់សាកល្បងនិងការធ្វើតេស្តប្រព័ន្ធអាវុធ សារៈសំខាន់មួយទៀតនៃ PHL-902 គឺភាពចល័តនិងងាយស្រួលក្នុងការបាញ់ជូន ដោយមានទម្ងន់ស្រាលនិងការរត់ឡើងលើយានយន្តទំនើបវាអាចផ្លាស់ទីពីទីតាំងមួយទៅទីតាំងមួយបានយ៉ាងលឿន សមត្ថភាពនេះអាចធ្វើឲ្យយោកងទ័ពកម្ពុជាអាចប្រើប្រាស់វាដើម្បីចាប់ហោតាមវិធានការពារជាតិឬវាយប្រហារសត្រូវដោយមានភាពប្រយ័ត្ន PHL-902 ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធអាវុធពហុមុខងារដែលអាចបំពេញតួនាទីជាច្រើនក្នុងការពារជាតិ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការត្រួតពិនិត្យនិងវាយប្រហារផ្នែកចម្ងាយឆ្ងាយ ការបាញ់រ៉ុកកែតច្រើនក្នុងពេលតែមួយអាចបង្កើតសម្ពាធច្រើនលើសត្រូវនិងកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ពួកគេ សរុបយ៉ាង PHL-902 ជារបៀបប្រើប្រាស់អាវុធសមមូលដែលមានសារៈសំខាន់សម្រាប់កងទ័ពកម្ពុជា វាជួយកម្ពុជាក្នុងការការពារជាតិបង្កើនសមត្ថភាពយោធានិងធ្វើឲ្យយោកងទ័ពមានភាពរឹងមាំក្នុងការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ការប្រើប្រាស់ PHL-902 ជាទំនើបនេះបានបញ្ជាក់ពីការវិនិយោគនិងការបង្រៀនយ៉ាងហ្មត់ចត់របស់កងទ័ពកម្ពុជាដើម្បីធ្វើឲ្យយោប្រព័ន្ធអាវុធមានសមត្ថភាពខ្ពស់និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ PHL-902 គឺជាឧបករណ៍យោធាដែលអាចធ្វើឲ្យយោកងទ័ពកម្ពុជាមានភាពអាចប្រយុទ្ធបានយ៉ាងមានប្រសិទ្ធភាព វានឹងនៅតែជាប្រព័ន្ធសំខាន់ក្នុងការពារជាតិនិងបំពេញតួនាទីយោធាជាច្រើនក្នុងអនាគត សមត្ថភាពក្នុងការបាញ់រ៉ុកកែតច្រើនក្នុងពេលតែមួយបង្កើតភាពជឿជាក់និងកាត់បន្ថយសមត្ថភាពប្រយុទ្ធសត្រូវ តែធ្វើឲ្យយោ PHL-902 ក្លាយជាអាវុធដែលមានតម្លៃយ៉ាងខ្លាំងសម្រាប់កងទ័ពកម្ពុជា